យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានខាងខ្លាយពួកយើងខ្ញុំជាយុវជនកែរិទ្ធយកថាល្អចំពោះយុទ្ធនាការមួយនេះដើម្បីលុបបំបាត់បន្សាបព័ត៌មានខាងខ្លាយចេញពីប្រទេសជាតិយើងទាំងមូលជាដំបូងនាងខ្ញុំមានអារម្មណ៍ថារីករាយនឹងសប្បាយចិត្តយ៉ាងខ្លាំងចំពោះយុទ្ធការមួយនេះដើម្បីធ្វើឲ្យបាត់បង់នៃព័ត៌មានខាងខ្លាយធ្វើឲ្យប្រជាពលរដ្ឋមានសន្តិភាពព័ត៌មានខ្លាំងខ្លាយធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចព្រួយបារម្ភនឹងព័ត៌មានមួយនេះសូមយុវជនអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋទាំងអស់ចូលរួមផ្សព្វផ្សាយតែព័ត៌មានពិតដែលមានប្រភពដើមច្បាស់លាស់ដូចជាតាមដានពីពេកក្រសួងឬក៏ថ្នាក់ដឹកនាំធំយើងខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋយុវជនអ្នកសារព័ត៌មានទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មានពិតដើម្បីលុបបំបាត់ព័ត៌មានខ្លាំងខ្លាយឲ្យអស់ពីប្រទេសជាតិយើងទាំងមូលដើម្បីឲ្យមានសន្តិភាពកាន់តែខ្លាំងចូលនិយាយថាទេចំពោះព័ត៌មានខ្លាំង